សួស្តីមកកាន់ Channel និទានមួយដែលជា Channel និទានរឿងជាភាសាខ្មែរនៅក្នុងវីដេអូមួយនេះខ្ញុំមានរឿងរ៉ាវព្រឺព្រួចមួយដែលបានមកពីបងធីរ៉ាដែលជាអ្នកជិតខាងខ្ញុំគាត់រៀបរាប់ពីហេតុការណ៍ការពេលដែលគាត់ទៅធ្វើជាពលករនៅប្រទេសថៃអំឡុងឆ្នាំ2012បងធីរ៉ានិងបងតារាគឺជាសម្លាញ់នឹងគ្នាតាំងពីរៀននៅវិទ្យាល័យមកពួកគាត់តែងតែទៅណាមកណាជាមួយគ្នាមិនដែលខានទេពួកគាត់រៀនមិនសូវប្រកែកដូចគ្នាហើយតែងតែកិច្ចម៉ោងរៀនជាញឹកញាប់ទោះបីក្នុងឆ្នាំប្រឡងសញ្ញាបត្រទុតិយភូមិក៏ដោយតែសំណាងល្អពួកគាត់បានប្រឡងជាប់ដោយការលួចមើលប្រយោងពីព្រោះការចំនួននោះការប្រឡងមិនទាន់រឹតបន្តឹងទេបន្ទាប់ពីប្រឡងចប់ហើយពួកគាត់ទាំងពីរនាក់ក៏បានលាឪពុកម្ដាយទៅធ្វើការជាពលករនៅប្រទេសថៃតាមរយៈពូម្នាក់ដែលរស់នៅក្បែរផ្ទះគ្នាពូនោះគាត់ធ្វើការនៅក្រុងបាងកកស្រាប់ការងារដែលពួកគាត់ទទួលបានគឺជាកម្មករសំណង់នៅការដ្ឋានមួយនៅជិតក្រុងបាងកកពួកគាត់ទាំងពីរនាក់យល់ថាសំណាងណាស់ដែលមកដល់ភ្លាមអាចរកការងារធ្វើបានភ្លាមហើយប្រាក់ខែក៏បានច្រើនទៀតរហូតទៅដល់ 16,000 បាតដែលស្មើនឹង$500ដែរក្នុងមួយខែការដ្ឋានដែលពួកគាត់ធ្វើត្រូវចូលទៅតាមផ្លូវដីក្រហមមួយកន្លែងប្រមាណជា6គីឡូទើបទៅដល់ពួកគាត់មិនខ្វល់ពីរឿងនេះទេពីព្រោះចង់បានប្រាក់ខែច្រើនដើម្បីយកទៅអួតអ្នកភូមិវិញនៅឯស្រុកថ្ងៃទី1បងធីរ៉ានិងបងតារាទៅដល់ទីកន្លែងធ្វើការតាំងពីម៉ោង6ល្ងាចដើម្បីទៅបង្ហាញខ្លួនឲ្យមេការថៃឃើញពីព្រោះវេនយប់អត់មានមេការថៃណាផ្សេងមកធ្វើការទេដល់ពេលទៅដល់ការដ្ឋានពួកគាត់លាន់មាត់ថាមានកម្មករច្រើនណាស់នេះមិនតិចជាង30នាក់ទេដល់ពេលដែលបានជួបមេការរួចហើយពួកគាត់ក៏នាំគ្នាជិះទៅរកអីញ៉ាំនិងជិះដើរលេងមើលទេសភាពសិនតម្រាំនឹងដល់វេនរបស់ពួកគាត់ត្រូវចូលធ្វើការព្រះអាទិត្យចាប់ផ្ដើមលិចពួកគាត់ក៏ត្រឡប់មកវិញអ្វីដែលចម្លែកគឺម៉ោង9ហើយប៉ុន្តែអត់ទាន់មានមនុស្សមកធ្វើការទេបងធីរ៉ាក៏លាន់មាត់ថាហាពេលថ្ងៃមនុស្សធ្វើការច្រើនតាមិនយប់ឡើងមានតែកម្មករ5នាក់អញ្ចឹងហើយរាប់ទាំងយើង2នាក់ហ្នឹងកម្មករ2នាក់ទៀតគេទើបតែមកដល់ក៏ដើរឡើងទៅធ្វើការនៅជាន់ទី1បាត់ដោយមិនមាននិយាយអ្វីជាមួយពួកគាត់ទាំងអស់មើលទៅប្រហែលជាជនជាតិថៃចំណែកម្នាក់ទៀតធ្វើការនៅជាន់ទី2មិនដឹងថាគាត់ឡើងទៅតាំងពីពេលណាទេបងធីរ៉ានិងបងតារាត្រូវឡើងទៅធ្វើការនៅជាន់ទី3តាមបញ្ជាដែលមេការបានផ្ដាំទុកពេលនោះបងធីរ៉ាក៏និយាយថាមិនបាច់ខ្វល់ច្រើនទេប្រហែលជាកម្មករដទៃទៀតមិនទាន់មកដល់ពួកគាត់ទាំងពីរក៏ប្រមូលសម្ភារៈដាក់តាមជណ្ដើរយោងឡើងទៅជាន់ទី3ពាក់កណ្ដាលយប់ម៉ោង1ស្រាប់តែឮសំឡេងនិយាយជែកចាយច្រើនណាស់ហើយមានឮសំឡេងស្វាននេះស្វាននោះនៅជាន់ខាងក្រោមដូចជាមានមនុស្សមកធ្វើការច្រើននាក់បងតារាក៏និយាយឃើញទេអាធីរ៉ាពួកនេះវាខូចណាស់ដល់ពាក់កណ្ដាលយប់ទៅវាមកធ្វើការអាងតែគ្មានមេការនៅចាំមើលលុះព្រឹកឡើងម៉ោង4ទៀបភ្លឺពួកគាត់ក៏រៀបចំអីវ៉ាន់ចុះមកជាន់ក្រោមវិញប៉ុន្តែអាគារទាំងមូលគឺស្ងប់ស្ងាត់មិនដឹងថាមនុស្សទៅណាអស់ទេហើយមនុស្ស3នាក់ដែលគាត់បានជួបតាំងពីយប់ហ្នឹងក៏អត់ឃើញដែរពួកគាត់ទាំងពីរអត់ខ្វល់ទេក៏រៀបចំអីវ៉ាន់ត្រឡប់ទៅផ្ទះជួលរបស់គាត់វិញយប់ថ្ងៃទី2ថ្ងៃនេះក៏ដូចជាម្សិលមិញដែរម៉ោង9ហើយនៅតែមិនទាន់មានមនុស្សមកធ្វើការទៀតថ្ងៃនេះចដាយោមានបញ្ហាអញ្ចឹងពួកគាត់ទាំងពីរនាក់ក៏ត្រូវលើកអីវ៉ាន់ឡើងទៅចណ្ដាជើងពីជាន់ផ្ទាល់ដីដល់ជាន់ទី3ដោយខ្លួនឯងអ្វីដែលចម្លែកគឺជាន់ទី2បែរជាបិទភ្លើងងងឹតឆឹងបងតារាលាន់មកថាហាបាត់បងប្រុសម្នាក់ដែលធ្វើការនៅជាន់ទី2ហ្នឹងទៅណាហើយពេលពួកយើងមកដល់ក្រោមដូចជាឃើញគាត់នៅលើធ្វើការសោះហើយឥឡូវបាត់គាត់បាត់ហើយបិទភ្លើងទៀតបងតារាងាកមើលឆ្វេងស្ដាំក៏ចង្អុលថានោះគាត់អង្គុយនៅលើជង្រឹងអួចខាងក្រៅបងតារាក៏និយាយបន្តយីបងមកអង្គុយលេងសង់ទីម៉ង់ធ្វើមិនដឹងហើយនៅឆ្លៀតបិទភ្លើងទៀតព
ពួកគាត់មិនបានបន្តការសន្ទនាគ្នាទេក៏ឡើងទៅជាន់ទី3ដើម្បីធ្វើការរបស់គាត់គ្រាន់តែម៉ោង1ភ្លាមសំឡេងនិយាយជេរចាចនិងសំឡេងស្វាននៅជាន់ក្រោមក៏លឺដូចម្សិលមិញទៀតធ្វើការបានយូរបន្តិចក៏ស្រាប់តែមានលឺសំឡេងយំនៅជាន់ទី4ពេលនោះបងធីរ៉ាក៏និយាយថាអ្នកណាគេទៅធ្វើអីនៅលើហ្នឹងហើយគាត់ក៏សួរថាអាតារ៉ាមុនហ្នឹងឯងមានឃើញអ្នកណាគេដើរឡើងទៅខាងលើឬអត់គាត់ងាកមើលក្រោយខ្នងក៏បាត់មិនឃើញបងតារ៉ាពេលនោះបងធីរ៉ាមានអារម្មណ៍មិនសូវស្រួលក៏ស្ទុះរត់ទៅខាងលើដើម្បីមើលថាមានការអីពេលឡើងទៅដល់ស្រាប់តែឃើញសមោមមនុស្សម្នាក់មើលពីក្រោយទៅដូចជាបងតារ៉ាកំពុងតែកាន់ទូរស័ព្ទនិយាយបណ្ដាយំបណ្ដាសមោនោះដើរសំដៅទៅខាងចុងម្ខាងនៃអគារដែលមើលទៅដូចជាចង់លោតពីលើអគារបងតារ៉ាក៏ស្ទុះរត់ទៅរកហើយគាត់ស្រែកបណ្ដាថាអាតារ៉ាកុំដើរទៅមុខទៀតមានរឿងអីនិយាយគ្នាសិនគាត់រត់ផងស្រែកផងដល់ពេលដែលទៅជិតដល់ស្រាប់តែបងតារ៉ានោះក៏ដើរធ្លាក់ចុះពីលើអគារទៅខាងក្រោមបងធីរ៉ាស្លុតចិត្តរៀបនឹងដើរទៅអឺតមើលហើយស្រាប់តែឮសំឡេងតារ៉ាហៅគាត់ពីក្រោយថាអាធីរ៉ាឲ្យឡើងមកធ្វើអីនៅខាងលើហ្នឹងពេលនោះបងធីរ៉ាក៏គាំងគំនិតក្នុងចិត្តគាត់គិតថាតើអ្វីដែលគាត់ឃើញមុននេះគឺជាអ្នកណាមិនអស់ចិត្តបងធីរ៉ាក៏ទៅអឺតមើលនៅខាងក្រោមតែបែរជាមិនឃើញមានមនុស្សធ្លាក់ទេបងធីរ៉ាក៏ស្រែកទៅកាន់បងតារ៉ាដែលនៅខាងក្រោមថាអាតារ៉ាជួយឡើងមកគ្រាអញតិចមកអញទុនជើងដើមមិនរួចទេពេលនោះបងតារ៉ាក៏ឡើងមកហើយគ្រាពេលដែលកំពុងតែគ្រាតារ៉ាឆ្ងល់ថាមិនបានជាសាច់របស់ធីរ៉ាត្រជាក់ម្លេះហើយអត់មាននិយាយអ្វីសោះស្ងាត់មាត់ឆឹងដើរបានពាក់កណ្ដាលអគារក៏ស្រាប់តែឮសំឡេងស្រែកពីក្រោមរបស់តារ៉ាអាធីរ៉ាឲ្យទៅណាហើយអញទៅបន្ទប់ទឹកតែបន្តិចសោះអានេះវេទនាបាត់ធីរ៉ាស្លុតគិតនៅក្នុងចិត្តបាទតារ៉ាវាទៅមកពីបន្ទប់ទឹកនៅខាងក្រោមចុះអញកំពុងតែគ្រាណាគេធីរ៉ាងាកទៅមើលមុខអ្នកដែលនៅក្បែរគាត់ស្រាប់តែក្បាលមនុស្សប្រុសម្នាក់ជ្រុះរមៀចុះមកជិតជើងរបស់គាត់ក្បាលនោះរលេះរលួយមានឈាមតែបែរជាញញឹមដាក់គាត់ធីរ៉ាដួលព្រុសទៅលើដីតារ៉ាឮសំឡេងដួលក៏រត់ឡើងមកលើឃើញធីរ៉ាដួលផ្កាប់មុខតែម្នាក់ឯងតារ៉ាស្ទុះទៅលើកធីរ៉ាយកមកជាន់ក្រោមសិននិងស្រែកឲ្យគេជួយពេលនោះក៏ឮសំឡេងជើងរបស់មនុស្សដើរមកពីក្រោយគាត់ហើយសួរជាភាសាថៃដែលបកប្រែថាមានការអីហ្នឹងតារ៉ារៀងត្រេកអរបន្តិចដែរពីព្រោះមានមនុស្សមកជួយគាត់គិតក្នុងចិត្តមិនទាន់បានប្រមាណនាទីហងក៏ងាកទៅក្រោយទៅដើម្បីធ្វើកាយវិការប្រាប់គេពីព្រោះតារ៉ាអត់ចេះនិយាយថៃទេរាល់ដងគឺបានធីរ៉ានឹងឯងដែលជួយនិយាយគាត់ងាកទៅភ្លាមក៏ឃើញមនុស្សស្រីពោះធំម្នាក់ពាក់អាវកម្មករហើយខ្លួនប្រឡាក់សុទ្ធតែឈាមហើយឃើញពោះរបស់គាត់មានស្នាមវះដៃរបស់គាត់មាន3កូនតូចមួយដែលនៅស្ងៀមមិនកម្រើកសោះបងតារ៉ាភ្លាត់សំឡេងថាខ្មោចហើយក៏ដួលស្លាប់ម្នាក់ទៀតពេលដែលបើកភ្នែកឡើងតារ៉ាឃើញពុកម៉ែគាត់អង្គុយនៅក្បែរខ្លួនគាត់ស្ទុះក្រោកឡើងងាកឆ្វេងស្ដាំពុកម៉ែខ្ញុំនៅទីណាមើលទៅដូចជានៅផ្ទះរបស់យើងម្ដាយរបស់តារ៉ាតបផ្ទះរបស់យើងមែនកូនបានមកដល់ខ្មែរយើងវិញហើយកូនស្លាប់ធំអស់75ថ្ងៃហើយតារ៉ាគ្រាន់តែលឺអញ្ចឹងក៏នឹកឃើញរឿងដែលខ្លួនបានជួបនៅឯការដ្ឋានប្រទេសថៃតារ៉ាក៏សួរម្ដាយគាត់ទៀតម៉ែចង់អាធីរ៉ាវាទៅណាហើយម្ដាយគាត់ក៏តបអាធីរ៉ាវាដឹងខ្លួនមុនកូនប្រហែលថ្ងៃឥឡូវនេះវាធ្លាក់ខ្លួនឈឺជ្រុះសក់អស់ពីក្បាលហើយកូនឯងសំណាងជាងវាមើលទៅមិនសូវធ្ងន់ធ្ងរទេតារ៉ាក៏ស្ងាត់មកទៅបន្ទាប់ពីហេតុការណ៍នេះកើតឡើងហើយបានប្រហែលឆ្នាំអគារដែលពួកគាត់ទៅធ្វើការនោះក៏ត្រូវបានគេទុកចោលរហូតដល់សប្តាហ៍ថ្ងៃបើសិនជាអ្នកទាំងអស់គ្នាជួបហេតុការណ៍ដូចជាតារ៉ាតើអ្នកទាំងអស់គ្នានឹងធ្វើបែបណាអាចបញ្ចេញយោបល់នៅខាងក្រោមបានអរគុណសម្រាប់ការស្ដាប់នៅក្នុងយប់នេះចាំជួបគ្នានៅរឿងក្រោយទៀត